យដាមបណ្ឌិតកែរដ្ឋារដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកកោះញែករបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរីនិងមន្ទីរពេទ្យបង្អែកបកែវរបស់រដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី18ដល់ថ្ងៃទី21ខែមិនិនាឆ្នាំ2025អាយដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលអាយដាមបណ្ឌិតកែរដ្ឋារដ្ឋលេខាធិការក្រសួងសុខាភិបាលនិងអាយដាមអសតការីបានបូស្តាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកកោះញែករបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគិរីនិងមន្ទីរពេទ្យបង្អែកបកែវរបស់រដ្ឋបាលខេត្តរតនគិរីចាប់ពីថ្ងៃទី18ដល់ថ្ងៃទី21ខែមិនិនាឆ្នាំ2025ក្នុងឱកាសបំពេញបេសកកម្មនេះអាយដាមបណ្ឌិតកែរដ្ឋាអាយដាមសាស្ត្រាចារ្យរដ្ឋមន្ត្រីជួនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់និងសម្ដែងនៅការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តទាំងពីរដែលបានលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរនិងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំបុគ្គលិកសុខាភិបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រសិទ្ធភាពជូនប្រជាពលរដ្ឋដោយសមធម៌និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុងគោរពវិន័យការងារប្រកាន់ភ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលមិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ជាពិសេសអ្នកជំងឺក្រីក្រអ្នកជំងឺបសសអាយដាមបណ្ឌិតបញ្ជាក់ថាក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកក្នុងមួយឆ្នាំចុះពីរដងនេះគឺជាលើកទី4ហើយដែលបានចុះមកខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីអាយដាមបណ្ឌិតបានកោតសរសើរអំពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកនីមួយៗបើប្រៀបធៀបនឹងការពិនិត្យលើកទី1កាលពីឆមាសទី2ឆ្នាំ2023អាយដាមបណ្ឌិតកែរដ្ឋាបានជម្រាបជូនអង្គប្រជុំថារាជរដ្ឋាភិបាលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាអតីតនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលនីតិកាលទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីតែងតែគិតគូរពីសុខភាពនិងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ចជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី7នេះកំពុងអនុវត្តយុទ្ធសាស្ត្របញ្ញកោតដំណាក់កាលទី1ក្នុងនោះមុំទី3នៃយុទ្ធសាស្ត្រផ្ដោតទៅលើការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជនចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង6វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី1គឺការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកលអនុវត្តតាមយុទ្ធសាស្ត្រនិងកម្មវិធីគោលនយោបាយអាទិភាពនេះអាយដាមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាលថ្នាក់មន្ទីរពេទ្យបង្អែកខេត្តមន្ទីរពេទ្យបង្អែកស្រុករហូតដល់មណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព